បាទស្វាគមន៍មកល្បះសំណួរម្ដងទៀតបាទពីមុនយើងរៀនហើយប្រយោគស្របប្រយោគសំណួរប្រយោគស្របប្រយោគបដិសេធបាទចំពោះថ្ងៃនេះគឺយើងសិក្សាអំពីប្រយោគសំណួរម្ដងទាក់ទងជាមួយនឹងទម្លាប់យើងធ្លាប់ធ្វើពីមុនគឺ used to បាទអញ្ចឹងប្រយោគសំណួរគឺយើងអឺ did plus subject plus used to plus verb verb ហ្នឹងគឺ verb ផ្ទាំងទី1បាទហើយពាក្យ used to ក៏ដូចប្រយោគ negative ដែរបាទប្រយោគបដិសេធដែរគឺប្រយោគសំណួរគឺដូចគ្នាត្រង់ចំណុច used to គឺយើងអត់ដាក់អត់ដាក់អក្សរ d មួយជាមួយទេគឺយើងលុបអក្សរ d ចេញបងប្អូនតែប្រយោគស្របគឺកន្លែង use នេះគឺមានអក្សរ d បាទអញ្ចឹងយើងមើលទាំងអស់គ្នា did plus subject plus used to plus verb បាទ verb ខ្ទង់ទី1បាទអញ្ចឹងយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាបាទឧទាហរណ៍ Did you used to play football when you were young បាទម្ដងទៀត Did you used to play football when you were young បាទអញ្ចឹងប្រែថាតើអ្នកធ្លាប់លេងបាល់ទាត់ទេកាលពីអ្នកនៅក្មេងបាទ Did you used to play football when you were young បាទតើអ្នកធ្លាប់លេងបាល់ទាត់ទេកាលពីអ្នកនៅក្មេងបាទអញ្ចឹងបងប្អូនធ្លាប់លេងបាល់ទាត់ទេបាទយើងទៅមើលឧទាហរណ៍បន្ទាប់ទៀតបាទ Sorry បាទអញ្ចឹងមានន័យថាក្នុងប្រយោគហ្នឹងសំណួរគេសួរយើងថាកាលពីក្មេងនេះយើងធ្លាប់លេងបាល់ទាត់អត់បាទអញ្ចឹងប្រយោគសំណួរ Did you used to play football when you were young អញ្ចឹងសូមសិស្សានុសិស្សទាំងអស់ក៏ដូចជាបងប្អូនសូមបង្កើតប្រយោគសំណួរទាក់ទងជាមួយនឹង used to ធ្លាប់ពីមុនហ្នឹងធ្លាប់ធ្វើអីខ្លះបាទសូមបង្កើតប្រយោគសំណួរម្នាក់មួយហើយទម្លាក់ចូលទៅក្នុងcomment ខាងក្រោមបាទសូមអរគុណសម្រាប់ការគាំទ្របាទ